រឿងពិតមួយនៅក្នុងទំនាក់ទំនងស្នេហាគឺយើងត្រូវទទួលស្គាល់ថាភាគីទាំងពីរនឹងធ្វើឲ្យគ្នាឈឺចាប់ទៅវិញទៅមកទោះបីជាពួកគេស្រឡាញ់គ្នាឬក៏ស្មោះស្ម័គ្រនឹងគ្នាប៉ុណ្ណាក៏ដោយស្ដាប់ហើយដូចជាមិនគួរឲ្យជឿបើស្រឡាញ់គ្នាហើយចាំបាច់ធ្វើឲ្យគ្នាឈឺចាប់ទៅអីអញ្ចឹងចាំបាច់ស្រឡាញ់គ្នាធ្វើអីដែរមនុស្សជាច្រើនជឿថាស្នេហាពិតនឹងមិនធ្វើឲ្យដៃគូម្ខាងទៀតឈឺចាប់នោះទេការពិតទៅនៅពេលដែលយើងឃើញគូស្នេហ៍ឬក៏គូស្វាមីភរិយាដែលស្រឡាញ់គ្នាមានទំនាក់ទំនងស្នេហាល្អគឺដោយសារតែពួកគេចេះអត់ឱនអត់សៀស្រ័យឲ្យគ្នាទៅវិញទៅមកនៅពេលដែលពួកគេឆ្លោះគ្នាឬក៏មានភាគីណាមួយធ្វើឲ្យប៉ះពាល់អារម្មណ៍ទៅភាគីម្ខាងទៀតដោយអចេតនាជាដើមដែលសកម្មភាពទាំងនេះគឺជារឿងដែលមិនអាចជៀសផុតក្នុងជីវិតជាគូស្នេហ៍ដូច្នេះរឿងសំខាន់ទី1ដែលយើងត្រូវរៀនទទួលស្គាល់ការពិតមួយនេះគឺថាសេចក្តីស្នេហានិងសេចក្តីស្រឡាញ់គឺត្រូវការភាពអត់ធ្មត់ការអត់ឱននិងការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកនៅលើโลกនេះគ្មានគូស្នេហ៍ប្តីប្រពន្ធដែលល្អឥតខ្ចោះនោះទេមានតែគូស្នេហ៍ប្តីប្រពន្ធដែលយល់ចិត្តគ្នា